សម្ដេចធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាការផ្ទេរទាន់ដិតជាក្មេងទំនើងគឺបង្កើនការអប់រំកែប្រែនិងលុតដំខ្លួនដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផងនិងធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិមុខផងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី26ខែមេសាឆ្នាំ2026កន្លងទៅដែលបានឲ្យស្ថាប័នជំនាញរួមមានក្រសួងយុត្តិធម៌អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទនិងអគ្គស្នងការនគរបាលជាតិគិតគូររៀបចំនិងបញ្ជូនទាន់ដិតក្មេងទំនើងឲ្យទៅបម្រើការងារជួយដល់ជួរមុខក្នុងការធ្វើពុម្ពលានដ្ឋាននិងការងារផ្សេងៗដែលសមស្របដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្មជាក់ស្ដែងកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2026នេះអគ្គនាយកដ្ឋានពន្ធនាគារបានចាត់ចែងផ្ទេរទាន់ដិតជាក្មេងទំនើងភេទប្រុសសរុបចំនួន790នាក់ពីបណ្ដាមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានីខេត្តទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែនិងពន្ធនាគារគោលដៅចំនួន2គឺមណ្ឌលអប់រំកែប្រែទី4ខេត្តពោធិ៍សាត់ចំនួន651នាក់និងពន្ធនាគារខេត្តឧត្តរមានជ័យចំនួន139នាក់សម្ដេចធិបតីបានគូបញ្ជាក់ថាការផ្ទេរទាន់ដិតជាក្មេងទំនើងទាំងនេះគឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែនិងលុតដំខ្លួនតាមរយៈការចូលរួមកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផងនិងដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិមុខផងពលរដ្ឋចាត់ទុកថាសកម្មភាពអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបែបនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដោយបានចាត់ចែងផ្ទេរទាន់ដិតជាក្មេងទំនើងភេទប្រុសសរុបចំនួន790នាក់ពីបណ្ដាមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានីខេត្តទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែនិងពន្ធនាគារគោលដៅចំនួន2ដូចខាងក្រោម 1. មណ្ឌលអប់រំកែប្រែទី4ខេត្តពោធិ៍សាត់ចំនួន651នាក់ 2. ពន្ធនាគារខេត្តឧត្តរមានជ័យចំនួន139នាក់ការផ្ទេរទាន់ដិតជាក្មេងទំនើងទាំងនេះគឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្ដារនីតិសម្បទាតាមរយៈការចូលរួមកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួននិងដើម្បីបុព្វហេតុបម្រើជាតិនិងការស្រឡាញ់ជាតិមាតុភូមិផងដែរកម្មវិធីបណ្ដុះបណ្ដាលទាំងនោះរួមមានជំនាញកសិកម្មដូចជាការដាំដុះបន្លែបង្ការការចិញ្ចឹមសត្វនិងជំនាញសំណង់ដូចជាការចាក់គម្របលានដ្ឋាននិងសំណង់បេតុងផ្សេងៗដើម្បីគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិកម្មវិធីបណ្ដុះបណ្ដាលខាងលើនេះនឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្មនិងមន្ត្រីជំនាញផ្នែកកសាងគម្របលានដ្ឋាន